ភាសាស្នេហ៍ទាំង5ដែលធ្វើឲ្យស្នេហាអ្នកទាំងអស់គ្នាមានក្តីសុខទោះបីជាស្រឡាញ់គ្នាយូរប៉ុណ្ណាក៏ដោយក៏នៅតែមានភាពរ៉ូមែនទិកដែរទី1ការនិយាយពាក្យផ្អែមល្ហែមនិងលើកទឹកចិត្តគ្នាទៅវិញទៅមកការនិយាយពាក្យល្អៗជាមួយគ្នាដូចជា I love you I miss you អីផ្សេងការនិយាយពាក្យ sweet ជាមួយគ្នាកុំចាំឲ្យគេស៊ូហើយគេទៀមទីឲ្យនិយាយពាក្យនឹងទៅកាន់គេពាក្យលើកទឹកចិត្តនិងពាក្យសរសើរសំខាន់ខ្លាំងមែនតើនៅក្នុងទំនាក់ទំនងស្នេហាអញ្ចឹងបើដៃគូបើយើងធ្វើបានល្អយើងត្រូវតែសរសើរគាត់ចេញពីចិត្តមានមោទនភាពចំពោះគាត់បើគាត់ធ្វើបានល្អប្រាប់គាត់ថាអូធ្វើបានល្អបើកែសរសើរគាត់ទៅចេញពីចិត្តរបស់យើងណាអ្នកនរគ្នាអាចលៃលោកនិយាយពាក្យអីផ្សេងចេញពីចិត្តរបស់យើងដែលយើងមើលឃើញគាត់អញ្ចឹងពិតមែនសរសើរគាត់ចេញពីចិត្តមានមោទនភាពចំពោះគាត់ហើយបង្ហាញការដឹងគុណនៅពេលដែលគាត់ធ្វើអីមួយល្អមកលើយើងទោះបីជារឿងនឹងតូចក៏ដោយយើងត្រូវតែអរគុណគាត់ត្រូវតែដឹងគុណគាត់ការលះបង់និងការផ្ដល់ឲ្យដែលគាត់ផ្ដល់មកកាន់យើងការនិយាយពីផ្អែមល្ហែមនិងពាក្យលើកទឹកចិត្តលើកសរសើរនឹងធ្វើឲ្យដៃគូរបស់យើងគាត់មានអារម្មណ៍ថាគាត់មានតម្លៃនៅក្នុងស្នេហាមួយនឹងគាត់នៅកន្លែងមួយដែលត្រូវទី2ការធ្វើអ្វីឲ្យគ្នាដោយក្តីស្រឡាញ់ការជួយគ្នាទៅវិញទៅមកការផ្ដល់ឲ្យគ្នាទៅវិញទៅមកបើចាំបាច់ដល់ដៃគូមកខាងទៀតហៅឲ្យជួយគាត់ទេប៉ុន្តែយើងជួយដោយក្តីស្រឡាញ់ផ្ដល់ឲ្យដោយក្តីស្រឡាញ់យើងហ្មងឧទាហរណ៍ថាមនុស្សស្រីភាសាស្នេហារបស់គាត់នៅពេលដែលគាត់ស្រឡាញ់អាគេម្នាក់អញ្ចឹងណាគាត់ចង់ធ្វើម្ហូបឲ្យគេញ៉ាំឬក៏គាត់ជួយចិត្តធ្វើរឿងអីមួយតិចតួចកញ្ចក់បញ្ចប់ដែរគាត់បង្ហាញក្តីស្រឡាញ់របស់គាត់ដែលគាត់មានទៅកាន់ដៃគូរបស់គាត់បើមនុស្សប្រុសវិញគាត់អាចនឹងជូនមនុស្សស្រីហ្នឹងទៅញ៉ាំអីឆ្ងាញ់ជូនទៅណាមកណាការពារមនុស្សស្រីហ្នឹងអញ្ចឹងទៅហ្នឹងហើយគឺជាការបង្ហាញការស្រឡាញ់តាមរយៈទង្វើការផ្ដល់ឲ្យគ្នាទៅវិញទៅមកទី3ចំណាយពេលវេលាដែលមានគុណភាពជាមួយនឹងគ្នាការមានពេលវេលាល្អជាមួយនឹងគ្នាមានតែ2នាក់អត់មានអ្នកគេរំខាននិយាយទៅពេលដែលនៅក្បែរគ្នាគឺផ្ដោតទៅលើគ្នាទៅវិញទៅមកទុកការងារម្លាយចោលទុកទូរស័ព្ទទៅម្លាយទៅនៅពេលហ្នឹងគឺផ្ដោតជាមួយគ្នាហ្មងហើយបង្កើតអនុស្សាវរីយ៍ល្អជាមួយនឹងគ្នាមានពេលដែលល្អជាមួយនឹងគ្នាទី4ការផ្ដល់អ្វីមួយឲ្យគ្នានិងការជូនអំណោយគ្នាទៅវិញទៅមកឧទាហរណ៍ដូចជាការទិញផ្កាឬក៏ទិញកាដូជូនមនុស្សយើងស្រឡាញ់ថ្ងៃពិសេសឬក៏យើងទិញរបស់អីតិចតួចមិនថាតិចឬក៏ច្រើនអីគឺជាទឹកចិត្តរបស់យើងអត់ស្ថិតទៅលើតម្លៃនៃសម្ភារៈឬក៏របស់ហ្នឹងទេប៉ុន្តែគឺជាការបង្ហាញក្តីស្រឡាញ់ដែលយើងមានចំពោះគាត់តាមរយៈការជូនគ្នាទៅវិញទៅមកការផ្ដល់ឲ្យគ្នាចេញពីទឹកចិត្តរបស់យើងផ្ទាល់ហ្មងយើងសង្កេតមើលថាដៃគូរបស់យើងចង់បានអីគាត់ខ្វះខាតអីយើងអាចទិញរបស់អីតិចតួចឲ្យគាត់ឧទាហរណ៍គាត់ឃ្លានអញ្ចឹងយើងទិញរបស់ញ៉ាំឲ្យគាត់អញ្ចឹងទៅនឹងគាត់ស្វែងចិត្តទៅដូចជាការបង្ហាញក្តីស្រឡាញ់មួយដែលយើងយកចិត្តទុកដាក់មួយគាត់យើងចាប់អារម្មណ៍ជាមួយនឹងគាត់ទី5ការបង្ហាញក្តីស្រឡាញ់តាមរយៈកាយវិការឬក៏ការប៉ះពាល់គ្នាឧទាហរណ៍ដូចជាការកាន់ដៃគ្នាការអោបគ្នាធ្វើឲ្យយើងមានភាពស្និទ្ធស្នាលខ្លាំងជាងមុនឧទាហរណ៍អ្នកទាំងគ្នាជួបមិត្តភ័ក្តិអញ្ចឹងណាយើងជួបគាត់យើងអោបគាត់5វិនាទីទៅធ្វើឲ្យយើងមានភាពស្និទ្ធស្នាលខ្លាំងជាងមុនមិនថាយើងស្ថិតនៅទំនាក់ទំនងជាសង្សារឬក៏ប្តីប្រពន្ធគ្នាទេការបង្ហាញក្តីស្រឡាញ់របស់យើងតាមរយៈកាយវិការស្នេហាទាំង5ហ្នឹងធ្វើឲ្យស្នេហារបស់គ្នាកាន់តែមានក្តីសុខបន្ថែមរសជាតិស្នេហារបស់យើងឲ្យកាន់តែរ៉ូមែនទិកឡើងអរគុណអ្នកទាំងអស់គ្នាជូនពរឲ្យស្នេហាអ្នកទាំងអស់គ្នាមានក្តីសុខស្រឡាញ់គ្នាកាន់តែខ្លាំងហើយជោគជ័យចំពោះរឿងស្នេហាជួបគ្នានៅវីដេអូក្រោយពីខ្ញុំសេនីតាបាយបាយ